របៀបធ្វើស្ករពណ៌ត្នោតធម្មជាតិសុទ្ធស្ករធម្មជាតិរបៀបធ្វើស្ករត្នោតរបៀបនេះរំអានពីស្ករវិតទៅខ្លាយជាស្ករនេះទឹកត្នោតដាក់នៅជាក្រានដុតជាក្រានមានអនាម័យល្អនេះក្រាននេះគឺធ្វើកុំឲ្យតិចចូលកុំឲ្យមានសម្រាមចូលហើយមានផោយហុយទៅលើបើកភ្លើងហើយក្រានគេនេះគេធ្វើមានអនាម័យល្អមិននិយាយនឹងបានទៅជាស្ករទេណាបងប្អូនណាដុតទឹកត្នោតដុតរីងប្រហែលជា2ម៉ោងអីនោះបានខ្លាយទៅជាស្ករនេះលើវត្តខ្លាយជាស្ករត្នោតធម្មជាតិនោះធម្មជាតិស្ករត្នោតហើយបងប្អូនទស្សនា